ឥឡូវជាតាមសំឡេងក៏បានតាមទូរស័ព្ទក៏បានតាមតេឡេក៏បានតេឡេនេះវាជាបានប្រហែលជា4-500 ម៉ែត្រមើលសញ្ញោញាក់ភ្លើងក្រោយគូតមួយប៉ាប់ប៉ាប់អីប៉ាប់ប៉ាប់ប៉ាប់តមកទៀតយើងបើកបិឆេះស៊ីផ្លេញាក់ភ្លើងក្រោយមួយពលុតហើយសោយើងសោនេះបិទឡើយពេលយើងបើកសោយើងដេរតាមនោះក៏បានដេរតាមនេះក៏បានពលុតពីនេះក៏បានពលុតតាមទូរស័ព្ទក៏បានបញ្ជាដោយសំឡេងក៏បានហ្នឹងជាមួយទៀតពាក់ mixer microphone នៅលើវានិយាយមួយវាមកបានដំណាក់កាលទៀតឡើយបិឆេះញាក់ភ្លើងពលុតអូខេ